ពេលអ្នកពិបាកចិត្តកុំព្យាយាមគិតរឿងផ្ដេសផ្ដាស់ច្រើនពេកអីបើកាលណាគិតរឿងផ្ដេសផ្ដាស់ច្រើនពេកដូចជាដាក់សម្ពាធលើខ្លួនឯងអញ្ចឹងបើសិនជាអ្នកពិបាកចិត្តកើតទុក្ខចូលយកពេលវេលានោះស្ដាប់ធម៌អប់រំចិត្តចម្រើនមេត្តាធម៌ចម្រើនចិត្តករុណានិងព្យាយាមស្វាត់ជាយថាអហង្សុខិតោហោមិនិទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខផ្សាយមេត្តាជារៀងរាល់ថ្ងៃដើម្បីកុំឲ្យការស្មុគស្មាញកុំឲ្យពេលដែលអ្នកពិបាកចិត្តពេលដែលអ្នកខូចចិត្តខ្លាំងនោះគិតរឿងផ្ដេសផ្ដាស់ច្រើនឥតប្រយោជន៍ដែលធ្វើឲ្យអ្នកមិនបានប្រយោជន៍អ្វីសោះអំពីការគិតនោះនឹងធ្វើឲ្យចិត្តរបស់អ្នកខូច. Namo Buddhaya.